លោក Zelensky ទៅសួរសុខទុក្ខកងទ័ពនៅជិតទីក្រុង Pokrovsk ដែលកំពុងមានជម្លោះយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី5 វិច្ឆិកានេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាលោកបានទៅសួរសុខទុក្ខកងទ័ពនៅជិតទីក្រុង Pokrovsk ជាកន្លែងដែលសមរភូមិជួរមុខដ៏សាហាវបំផុតរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងកើតឡើងលោក Zelensky បានបង្ហោះរូបថតដែលបង្ហាញពីលោកកំពុងជួបជាមួយនឹងកងទ័ពរបស់លោកនៅប៉ុស្តិ៍បញ្ជាការមួយក្នុងតំបន់ Dobropiliya ចម្ងាយប្រហែល20គីឡូម៉ែត្រភាគខាងជើងនៃ Pokrovsk ក្នុងតំបន់ Donetsk មេបញ្ជាការយោធាកម្ពុជារបស់ទីក្រុង Kyiv លោក Oleksandr Syrsky បាននិយាយកាលពីថ្ងៃច័ន្ទថាអ៊ុយក្រែនកំពុងបង្កើនសម្ពាធលើណាក់សេ Dobropiliya ដើម្បីគឺបង្ខំសត្រូវឲ្យបំបែកកងកម្លាំងរបស់ខ្លួននិងធ្វើឲ្យវាមិនអាចប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់ពួកគេនៅក្នុងតំបន់ Pokrovsk រុស្ស៊ីបានព្យាយាមដណ្ដើមយក Pokrovsk ទីក្រុងជួរមុខយុទ្ធសាស្ត្រនិងមជ្ឈមណ្ឌលភស្តុភារអស់រយៈពេលជាង1ឆ្នាំទោះបីជារុស្ស៊ីបានចំណាយពេលជាច្រើនខែដើម្បីចូលទៅជិតព្រំដែននៃទីក្រុងក៏ដោយទាហានរុស្ស៊ីឥឡូវនេះបានជ្រៀតចូលវាហើយនៅថ្ងៃសុក្រលោក Zelensky បាននិយាយថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពចំនួន 17,000 នាក់នៅជាក្រុងរបស់ខ្លួនទាំងអ៊ុយក្រែននិងរុស្ស៊ីនៅតែបន្តប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីយកតំបន់ Pokrovsk មកគ្រប់គ្រងវិញបើរុស្ស៊ីដណ្ដើមយក Pokrovsk បាននោះពេលនោះអាចផ្ដល់ឲ្យទីក្រុងមូស្គូនៅសិទ្ធិចូលទៅកាន់តំបន់ Donetsk ដែលនៅសេសសល់រួមទាំងទីក្រុង Kramatorsk, Slavyansk, Kostyantynivka និង Truskivkaឧត្តមសេនីយ៍ Syrsky បានទទួលស្គាល់ថាកងទ័ពរបស់គាត់កំពុងទប់ទល់នឹងសម្ពាធនៃក្រុមស្រូវរាប់ពាន់នាក់ប៉ុន្តែបានបដិសេធថាពួកគេត្រូវបានឡោមព័ទ្ធទន្ទឹមនឹងនេះអ្នកសរសេរភ្លុកយោធារុស្ស៊ីបានអះអាងថា 90% នៃ Pokrovsk ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូវីដេអូដែលមិនបានផ្ទៀងផ្ទាត់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីឧទាហរណ៍នៃការប្រយុទ្ធគ្នាក្នុងចម្ងាយជិតការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងការប្រយុទ្ធគ្នាតាមដងផ្លូវនៅទីនោះវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISU ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងប្រតិបត្តិការជាមួយនឹងការលួងលោមកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដែលធ្លាប់មានប្រជាជន 60,000 នាក់ប៉ុន្តែឥឡូវនេះត្រូវបានទុកចោលស្ទើរតែទាំងស្រុងដោយជនស៊ីវិលនិងត្រូវបានបំផ្លាញភាគច្រើននៅភាគខាងកើតកងទ័ពរបស់ទីក្រុងមូស្គូក៏ត្រូវបានគេរាយការណ៍ថាកំពុងកំណត់គោលដៅលើទីក្រុង Minoret ដែលនឹងធ្វើឲ្យទាហានអ៊ុយក្រែនប្រឈមនឹងហានិភ័យនៃការឡោមព័ទ្ធសកម្មភាពយន្តហោះគ្មានមនុស្សបើកដ៏ខ្លាំងក្លាបានកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនជាច្រើនដែលធ្វើឲ្យការជម្លៀសនិងការផ្គត់ផ្គង់គ្រាប់រំសេវនិងយានយន្តស្ទើរតែមិនអាចធ្វើទៅរួចកាលពីថ្ងៃច័ន្ទលោក Zelensky បាននិយាយថារុស្ស៊ីមិនទទួលបានជោគជ័យនៅក្នុងទីក្រុង Pokrovsk ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះទេប៉ុន្តែបានទទួលស្គាល់ថាអ្វីៗមិនងាយស្រួលទេសម្រាប់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់នោះលោកបានបន្ថែមថា1/3នៃការប៉ះទង្គិចគ្នានៅជួរមុខទាំងអស់កំពុងកើតឡើងនៅក្នុងទីក្រុង Pokrovsk ហើយពាក់កណ្ដាលនៃគ្រាប់បែកទាំងអស់ដែលប្រើដោយរុស្ស៊ីត្រូវបានបាញ់បង្ហោះទៅកាន់ទីក្រុងនេះកាលពីដើមសប្តាហ៍មុនប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាកងទ័ពរបស់ទីក្រុងមូស្គូនៅក្នុងតំបន់នោះមានចំនួនច្រើនជាងកងទ័ពរបស់ទីក្រុងគៀវ8:1អ្នកអត្ថាធិប្បាយអ៊ុយក្រែនមួយចំនួនបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបន្តការពារទីក្រុង Pokrovsk ដោយអះអាងថាកងទ័ពកំពុងស្ថិតក្នុងហានិភ័យនៅក្នុងការបង្ហោះមួយដែលភ្ជាប់មកជាមួយរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Dobropiliya លោក Zelensky កាលពីថ្ងៃអង្គារបានសរសេរថានេះជាប្រទេសរបស់យើងនេះជាភាគខាងកើតរបស់យើងហើយយើងពិតជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរក្សាតំបន់នេះឲ្យជារបស់អ៊ុយក្រែនឥឡូវនេះរុស្ស៊ីគ្រប់គ្រង 81% នៃតំបន់ Donetsk និង 99% នៃតំបន់ Luhansk ដែលនៅជិតខាងដែលរួមគ្នាបង្កើតបានជាដូនបាសទីក្រុងមូស្គូមិនដែលចុះចាញ់នឹងមហិច្ឆតារបស់ខ្លួនក្នុងការដណ្ដើមយកតំបន់ទាំងមូលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសថាបានបញ្ចូលក្នុងឆ្នាំ 2022 ទោះបីជាមិនទាន់គ្រប់គ្រងវាទាំងស្រុងក៏ដោយទោះជាយ៉ាងណាក៏ដោយវឌ្ឍនភាពរបស់ខ្លួនតាមបណ្ដោយខ្សែត្រៀមជួរមុខកំពុងតែធ្លាក់ចុះហើយការកាន់កាប់ទីក្រុងដែលមានកំពែងរឹងមាំនៅភាគខាងជើង Donetsk អាចធ្វើឲ្យខាតបង់ទាំងកម្លាំងមនុស្សនិងធនធានយ៉ាងច្រើននៅឆ្ងាយពីខ្សែត្រៀមជួរមុខរុស្ស៊ីនៅតែបន្តវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែនដោយកំណត់គោលដៅលើរោងចក្រថាមពលរបស់ប្រទេសខណៈដែលរដូវរងាចូលមកដល់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រីធំមួយកាលពីយប់ថ្ងៃច័ន្ទបានកំណត់គោលដៅកំពុងផែភាគខាងត្បូងនៃទីក្រុងអូដេសានៅលើសមុទ្រខ្មៅដោយបំផ្លាញរោងចក្រឧស្សាហកម្មបង្កឲ្យមានអគ្គិភ័យនិងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលក្នុងស្រុក
យ៉ាងហោចណាស់មានជនស៊ីវិល15នាក់ត្រូវបានសម្លាប់និង44នាក់រងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរួមគ្នានៅទូទាំងប្រទេសនៅចុងសប្តាហ៍អ៊ុយក្រែននៅតែបន្តវាយបកវិញដោយភាគច្រើនប្រើយន្តហោះគ្មានមនុស្សបើកដើម្បីកំណត់គោលដៅលើទីតាំងឧស្សាហកម្មនៅទូទាំងប្រទេសរុស្ស៊ីនិងតំបន់ព្រំដែនកាលពីថ្ងៃអង្គារទីក្រុងគៀវបាននិយាយថាខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយនៅក្នុងតំបន់បាស់កូតូស្ថាននិងរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងតំបន់នីសេនីណូវូកូរ៉ូដូតខណៈដែលកាលពីដើមសប្តាហ៍នេះការផ្ទុះយន្តហោះគ្មានមនុស្សបើកបានសម្លាប់ស្ត្រីម្នាក់និងរបួស3នាក់ផ្សេងទៀតនៅក្នុងតំបន់ព្រំដែនបែលហ្គូរ៉ូតរបស់រុស្ស៊ី